ដោយរវល់តែទុកព្រួយសោកស្ដាយចៅមេនុកជាប្តីនាងជាប្រពន្ធមិនបានចាប់ផ្លឹកដល់រឿងដែលអត់ស្រោមដែលអហិង្សៈបានរើសពីក្នុងព្រៃមកនោះឡើយគឺគេបានចុះទម្លាក់ទុកនៅក្បែរកលៀតថ្មមួយដែលមានតែនិក្រិតប៉ុណ្ណោះជាអ្នកដឹងក្រោយមកអហិង្សៈកុមារក៏ត្រូវម្ដាយនាំយកទៅឲ្យសិក្សារៀនសូត្រនៅក្នុងសំណាក់អាចារ្យទីសាប្រមោលាយជាមួយកូនអ្នកស្រុកដទៃទៀតដែលមានវ័យស្របាក់ស្របាលនឹងគេដែរហើយសុទ្ធតែបានចូលរៀនមុនរូបគេទៀតផងអហិង្សៈកុមារគឺជាក្មេងឆ្លាតវាវៃរៀនពូកែឈ្នះសិស្សដទៃទៀតក្នុងសាលាធ្វើឲ្យអាចារ្យទីសាប្រមោចូលចិត្តគេជាខ្លាំងកុមារីចន្ទ្រាទេវីដែលជាបុត្រីអាចារ្យទីសាប្រមោចូលចិត្តរាប់អានអហិង្សៈកុមារជាងគេស្រជី